វិបត្តិស្បៀងអាហារនិងបដិវត្តកសិកម្មឆ្លាតវៃក្នុងឆ្នាំ2026នេះបញ្ហាសន្តិសុខស្បៀងបានក្លាយជាប្រធានបទក្តៅបំផុតមួយនៅលើពិភពលោកដោយសារកត្តាសំខាន់ៗដូចខាងក្រោមកស្ថានភាពបច្ចុប្បន្ននៃវិបត្តិស្បៀងទិន្នផលធ្លះចុះការប្រែប្រួលអាកាសធាតុមិនទៀងទាត់គ្រោះរាំងស្ងួតអូបន្លាយនិងទឹកជំនន់ខុសរដូវបានធ្វើឲ្យទិន្នផលស្រូវសាលីអង្ករនិងពោតនៅក្នុងតំបន់អាស៊ីនិងអាហ្វ្រិកធ្លាក់ចុះគួរឲ្យកត់សម្គាល់តម្លៃឡើងថ្លៃនៅពេលការផ្គត់ផ្គង់ថយចុះតម្លៃអាហារនៅលើទីផ្សារសកលបានហក់ឡើងខ្ពស់ដែលប៉ះពាល់ខ្លាំងដល់ជីវភាពប្រជាជនដែលមានចំណូលទាបខតើអ្វីទៅជាកសិកម្មឆ្លាតវៃ Climate Smart Agriculture ដើម្បីដោះស្រាយបញ្ហានេះអង្គការស្បៀងអាហារពិភពលោក WFP និងរដ្ឋាភិបាលតាមបណ្ដាប្រទេសនានាកំពុងជំរុញយុទ្ធសាស្ត្រមធ្យោបាយថ្មី3យ៉ាងការបង្កើនផលិតភាពប្រកបដោយចីរភាពប្រើប្រាស់ពូជដំណាំដែលធន់នឹងកម្ដៅនិងមិនត្រូវការទឹកច្រើនប៉ុន្តែផ្ដល់ទិន្នផលខ្ពស់ការបត់បែនតាមអាកាសធាតុប្រើប្រាស់បច្ចេកទេសព្យាករណ៍អាកាសធាតុឲ្យបានច្បាស់លាស់ដើម្បីឲ្យកសិករដឹងមុនថាពេលណាគួរដាំដុះឬពេលណាគួរប្រមូលផលដើម្បីជៀសវាងការខូចខាតការកាត់បន្ថយឧស្ម័នផ្ទះទាំងចុកកាត់បន្ថយការប្រើប្រាស់ជីគីមីដែលបំផ្លាញដីនិងបរិយាកាសដោយជំនួសមកវិញនៃបច្ចេកទេសដាំដុះដែលរក្សាសំណើមដីបានយូរគោតួនាទីនៃបច្ចេកទេសក្នុងកសិកម្ម Agritech ក្នុងឆ្នាំ2026នេះគេសង្កេតឃើញមានការប្រើប្រាស់ drone សម្រាប់បាញ់ថ្នាំនិងពិនិត្យសុខភាពដំណាំពីលើអាកាសប្រព័ន្ធស្រួចស្រូបវៃឆ្លាត Smart Irrigation ដែលប្រើ sensor វាស់សំណើមដីនិងស្រួយទឹកតែក្នុងកម្រិតដែលដំណាំត្រូវការប៉ុណ្ណោះសន្សំសំចៃទឹកខផលប៉ះពាល់ដល់តំបន់អាស៊ីនិងកម្ពុជាក្នុងនាមជាប្រទេសកសិកម្មកម្ពុជាក៏កំពុងរងឥទ្ធិពលនិងកំពុងដើរតាមគន្លងនេះដែរការងាកមកដាំដំណាំផ្ទះសំណាញ់និងការប្រើប្រាស់ប្រព័ន្ធបញ្ជាទឹកតាមទូរស័ព្ទដៃកំពុងក្លាយជាដំណោះស្រាយដ៏សំខាន់ដើម្បីធានាថាយើងមានអាហារគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងស្រុកនិងការនាំចេញទោះបីជាអាកាសធាតុកាន់តែក្តៅខ្លាំងក៏ដោយសេចក្តីសន្និដ្ឋានព័ត៌មាននេះសង្កត់ធ្ងន់ថាកសិកម្មបែបបុរាណដែលពឹងផ្អែកទៅលើទឹកភ្លៀងមិនអាចធានាបាននូវសន្តិសុខស្បៀងទៀតឡើយការប្រើប្រាស់បច្ចេកទេសនិងពូជដំណាំថ្មីជាគន្លឹះរស់រានមានជីវិតនៃសេដ្ឋកិច្ចកសិកម្មសកល